mà hello to stay here ngày nay cứ thay cho mình tất cả mới cho mình một video mới tất kế tất cả Free Fire bán tất cả update cho mình event mới khi dừng chẳng có thay cho tất cả ở prep clip vì hư năng tầng ó tầm lòng khi dừng ok chẳng muốn đừng cho đo video xong khăn là khi dừng mình chờ có thì lại đừng chui subscribe với nhau mình để với phóng bạn tỏ lấy chung cũng ai khác về dưới tỏ lấy dưới chặt đàm này khi dừng này nè chỉ mình Kelly show này thực ra tầm bờ tỏ này tỏ Hey there, wanna see something cool? Isn't it cute? នេះខ្ញុំគិតថាកន្លែងនេះគិតថាគេតតនការអាប់ដេតជាមួយនឹងសមុទ្រគ្នាយើងគេបានថាគេដាក់បញ្ចូលជាមួយសមុទ្រអីចឹងគ្នាយើងវាលយចឹងណាគ្នាយើងចង់តែមើលគាត់ម្ដងទៀត Let's see what other sea creatures we can discover. What beautiful mission. នេះយើងកន្លែងទី1ដែលយើងនឹងធ្វើការមកនិយាយគឺកន្លែងនេះគ្នាយើងគេធ្វើការឲ្យយើងធ្វើការ complete ខ្វះបើដែលគេដាក់ឲ្យចឹងដើម្បីទទួលបាន item ដើម្បីទទួលបាន item ថ្មីចឹងគ្នាយើងតោះទៅមើលបន្តទៀត Then use them to observe sea creatures and unlock them in your guide. The more you discover, the more rewards you can claim. Make sure to check in often because rare sea creatures will periodically generate extra tokens. Rewards you can claim. Make sure to នេះមុនដំបូងគេឲ្យយើង click តបមក check in often because rare sea creatures will periodically នេះគឺយើងគឺថាគេឲ្យយើងធ្វើការចុច locate generate ពេលយើងចុ extra ច locate tokens. យើងដាក់ផ្កាយហើយនេះគឺយើងគឺថាពេលយើងចុចអាកន្លែងហ្នឹងហើយពេលយើងចូលទៅ lobby គ្នាកន្លែងហ្នឹងខ្ញុំពិបាកបញ្យល់គ្នាយើងដែរគ្នានេះដូចមុនដំបូង Observe sea creatures Này, and món unlock bún them in your dương guide. thức The more ca. you discover, the more rewards you can claim. Make នេះ sure យើង to ធ្វើ check ការ in click often អានេះហើយយើង because rare sea creatures will periodically នេះយើងចុចទៅលើបបាយហើយដាក់ផ្កាយពេលដាក់ផ្កាយហើយ generate Này. extra tokens. In ពេលយើងធ្វើ Battle ការដាក់ផ្កាយ Royale, ហើយពេលយើងចូលទៅ adventure starts lobby with គ្នា rewards. ពេលយើងចូលទៅ lobby គឺថាវាមានអាបបាយនេះគឺយើងពីពិតជាលយខ្លាំងតែគឺយើងតោះចូលមើលបន្តទៀត Even land with a brand new whale-themed airplane. On Bermuda, look for mysterious ហើយកន្លែងនេះគឺថាមានអ្នកខ្លះមាន YouTuber ផ្សេងៗទីគាត់បានដឹងហើយកន្លែងនេះជាងខ្ញុំអត់បានបញ្យល់ទេ whirlpool entrances that take you to the fresh, cool undersea whales will also នេះ fly ខ្ញុំគឺ across ថា the កន្លែង sky នេះគឺថា and វា drop មានកន្លែង bubble មួយទៀត airdrops ខ្ញុំ today. នេះខ្ញុំកន្លែងនេះគឺយើងធ្វើការទៅលូចត្រាប់ខ្ញុំវាដូចស្តៀងនឹងត្រាប់ដែរគ្នាយើងអាចយកអានឹងបានណា Fly by. នេះខ្ញុំពេលយើងយកទៅ You can fish យើងអាច fish បាន out. item ចូលដល់កន្លែងមួយទៀតគឺកន្លែងស្ទូចត្រីគ្នាយើងកន្លែងហ្នឹងដូចយើងស្ទូចត្រីគ្នាយើងស្ទូចត្រីហើយយើងបាន item ហើយ item ហ្នឹងពេលខ្លះវាតាមល្អវាតាមអាក្រក់គ្នាយើងប៉ុន្តែវាច្រើនវាបានតែកំវាដូចបានកំភ្លើងពីចង្ងាយដែរគ្រាន់តែ200តែបានកំភ្លើងរះហ្នឹងវាតិច Fishing spots will appear around the map, letting you reel in fish or even loot. Này. Find upgraded fishing spots for even កន្លែងនេះយើងដូចអាច upgrade ជាមួយនឹងកន្លែង fishing នឹងបានគឺយើងខ្ញុំអត់ច្បាស់ដែរកន្លែងហ្នឹង better rewards. Some fish will even follow you after you catch them and grant special buffs. នេះយើងពេលយើង fish ជាមួយនឹងអាកន្លែងនេះអាហ្នឹងហើយយើងអាចទទួលបានត្រីហើយពេលយើងរត់ទៅតែត្រីហ្នឹងវាតាមយើងគ្នាយើងវាលយវាមកទៅវាលយគ្នាយើងនេះគ្នាយើងវា up armor penetration increase 1 HP conversion increase by 100នេះយើងវាល្អថងណាស់ហ្នឹងណា Plus, there's a new ហើយនេះគ្នាយើងណាគេចង់បាសណាគេចង់អ្នកដេកផ្ទះគ្នាយើងពេលអាប់ដេតចឹងមកត្រូវម៉ាច់មកគ្នាយើងគឺថាយើងអាចយកអានេះមកលេងបានណាគ្នាយើងក្នុង Free Fire គ្នាវាសុបាយហ្មងចាំទៅពេលអាប់ដេតហើយវាដឹងសុបាយមកគ្នាយើងគេបានដាក់បញ្ចូលមកភ្លើងបាញ់ទឹកនេះគ្នាយើងអូតែម្នេះសុបាយមកគ្នា event weapon, the Hydro Blaster. Hold fire to spray a continuous, super accurate water beam. When you run out of ammo or reload manually, a quick time event will pop up. នេះកន្លែងខ្ញុំចង់និយាយពីតទៅនឹងអាកំភ្លើងនេះបងនេះម្ដងគ្នាយើងខ្ញុំនិយាយរៀងតាក់គ្នាយើងអូអត់សូវថ្ងៃហ្នឹងរៀងនិយាយរៀងតាក់គ្នាយើងអូខេអញ្ចឹងចូលប្រធានបទយើងវិញគឺថាយើងពេលយើងទៅការបាញ់ជាមួយនឹង enemy ហើយពេលយើងទៅការ reload វា reload វាគត់ឲ្យយើងច្រើនដែរណាគ្នាយើងវា reload ត្រឹមតែដូចជាត្រឹមតែ1 second នេះគ្នាយើងវា reload ត្រឹមតែ1 second តែមិនហ្នឹងទេយើងទៅមើលបន្តទៀតថា item ផ្សេងៗវាដូចអាហ្នឹងដែរ Hit it to fast reload and gain a buff. Some other weapons can get this QTE នេះគ្នាយើងឥឡូវគឺថាការ update នេះគឺថាវាលយខ្លាំងមែនតើគ្នាយើងវាអាចមានអាហ្នឹងដែរគ្នាយើង
កំភ្លើងជាមួយកំភ្លើងស្នោបកំភ្លើងM14 កំភ្លើងM1887 និយាយទៅកំភ្លើងអីផ្សេងៗគឺថាគេអាប់ដេតបញ្ចូលអាហ្នឹងចូលការ reload speed គុណលឿនជាងមុនគ្នាយើងដាក់ speed លឿនជាងមុនដាក់ reload speed លឿនជាងមុនគ្នាយើងអ្នកឃើញអត់គ្នាយើងអញ្ចឹងយើងធ្វើការងាយស្រួលបាញ់គេហើយក៏គេងាយស្រួលធ្វើការបាញ់យើងដែរគ្នាយើងអញ្ចឹងពេលលេងវគ្គហ្នឹងគ្នាយើងរៀងប្រយ័ត្នផងដែរគ្នាយើងខ្លាំងតែគេយើងបើការអាប់ដេតហ្នឹងខ្ញុំគិតថាផលវិបាករបស់វាគឺគ្នាយើងកំពុងគ្នាយើងមកបាញ់ខ្ញុំអញ្ចឹងគ្នាយើងពេលនេះគ្នាយើងបាញ់ខ្ញុំ2គ្រាប់អីវា reload speed ម្ដងទៀតវាលឿនចាគ្នាយើងពេល reload speed លឿនហើយខ្ញុំដាក់តកអត់តាន់នេះយើងហក់បាញ់ផាំងងាប់បាត់នេះគឺយើងផលវិបាកចឹងបើផលល្អវិញគឺថាយើងស្រួលបាញ់ enemy វាអត់ពិបាកគ្នាយើងវាអត់តម្ដងទៀត Reload too, so try them out when you find them. In Clash Squad, the Hydro Blaster is also available, along with the same QTE reload bonuses on select weapons. The Undersea Realm joins the Bermuda. ហើយខ្ញុំអត់ដឹងស្មានថាកន្លែងហ្នឹងក៏គេមានកន្លែងលូតត្រប់ដែរគ្នាយើងវាលុយថោហ្នឹងដែរគ្នាយើងកន្លែងហ្នឹងអត់សូវមានអីច្រើនណាស់ទេ The map pool and cyber airdrops and spawn areas get themed visuals too. The ocean secrets are waiting for you to discover. តោះឡើយមកចូលមកបន្តទៀតមើលថាមានអីទៀត Unexpected. នេះគ្នាយើងគេខាងគេធ្វើការអាប់ដេតបន្តទៀតគឺមានកន្លែងនេះមួយគ្នាយើងកន្លែងហ្នឹងគឺថាដូចនៅក្នុងវគ្គ rank ដែរគឺថាគេអាប់ដេតនៅ CS rank ដែរកន្លែង class sport គ្នាយើងកន្លែង class sport បាញ់ rank គ្នាយើងនេះគេធ្វើការអាប់ដេត random របស់ចឹងណាដូច C start មានអីមានច្រើនទីគ្នាយើង Random events may now pop up. ហើយវាគឺថាគេបានដាក់បញ្ចូលវាចឹងណាអូខ្ញុំនិយាយរៀងស្អកកគេបានធ្វើការដាក់បញ្ចូលអាហ្នឹងដូចគេបានដាក់បញ្ចូលអាហ្នឹងដូចគ្នាដូចក្នុងវគ្គ VO rank គេបានដាក់បញ្ចូលក្នុង CS rank តើបន្តទៀត Clash Squad to shake things up. You might start round 1 with 1,000 cash, get a random melee weapon each round, receive blue walls over time, and more. ដូចគ្នាយើងឃើញចឹងគ្នាយើងអាច random របស់ផ្សេងៗបានគ្នាយើងអាហ្នឹងមិនតាមចិត្តយើងណាគេ random ឲ្យយើងអូខេតើឥឡូវចោលទៀត Good news to all tactical market enthusiasts. កន្លែងនេះអត់សូវមានអីសំខាន់ទេស្អីនេះចូលត Meet Ray the Watchman. នេះគ្នាយើងកន្លែងគេថាគេបានធ្វើការចេញ hero ថ្មីគ្នាយើងដែល hero វាលយខ្លាំងតែយើងដូច skin កោចូលចឹងគ្នាយើងគ្រាន់ថាអាមួយគ្រាន់ថាខុសគ្នាគ្នាយើង Wielding both sun and moon power, he's on a mission to scatter the darkness. His active skill bond នេះគ្នាអា skin ខ្ញុំអត់ដែរស្គាល់ទេគ្រាន់ថា skin ហ្នឹងពេលយើងជះទៅលើ enemy យើងអាចភ្ជាប់មួយ enemy ហើយយើងអាចដឹងវាដូច skill វាដូច skill មើលធ្លុះចឹងគ្នាដូច enemy នៅទីណាចឹងណាអា skin នេះគេថាគេ update យកចេញពីអាហ្នឹងសុទ្ធគ្រាន់ថាគេបានដាក់ចូលជាមួយខ្សែដែលខ្សែហ្នឹងដែរគឺថាពេលយើងជះអា skin ហ្នឹងទៅ hit in a fan-shaped area and creates a link with them that only Ray and the target can see. នេះគឺយើងកន្លែងហ្នឹងគឺថាពេលយើងបាញ់ enemy ងត់វាដូចមាន effect ជួនជាមួយនឹង moon របស់វាចេញមក If Ray reduces the tagged enemy to a certain age, គ្នាយើងឃើញគ្នាវាមានពណ៌ខៀវមួយបញ្ជូនពី enemy ដូចជាបលឹងគ្នាវាបញ្ជូនបលឹងទៅឲ្យ hero ដែលយើងប្រើហ្នឹងគ្នាយើងគឺថាវាលយខ្លាំងតែ update លើកនេះយើងបាច់ចាំប្រើពេជ្រទៅបុកអីទេយើងគ្រាន់តែទិញ hero ហ្នឹងមកវាដូចមានដូច skin កោចូលដែរគ្នាវាស្តៀងគ្នាពីហ្នឹង here below, they get instantly knocked down. If the target is knocked down or eliminated while tagged, Ray's skill resets immediately. For more skill adjustments, here's a quick overview. Some weapons have received balance changes. Check them out. Say hi to Pyro, your new fiery នេះគ្នាកន្លែងហ្នឹងគឺថាមានគ្នាយើងខ្លះដឹងហើយតែខ្ញុំធ្វើការបញ្យល់តិចក្រូតថាមានគ្នាយើងខ្លះទៀតអត់តន់ដឹងនេះគឺកន្លែងនេះគឺថាគេមានជាមួយនឹងកូនសត្វមួយដែលយើងអាចយកយើងដាក់នៅទីតាំងណាក៏បានដែរគ្នាយើងហើយកូនសត្វហ្នឹងគឺថាគេធ្វើការ up មួយ level វាពី level 1ទៅដល់ level 3 level 1វានៅចង់ level 2វាប្រែរៀងមានជើងមានដៃអី level 3វាថាវាលយខ្លាំងមែនតើហើយមាន3 emotion គ្នាយើងមើល companions.
Log in daily to watch Pyro grow and earn rewards. You'll meet Pyro for the first time when you open your profile. Choose Pyro's personality, drag them around your profile or lobby, and watch them pull off all kinds of cool moves. Pyro has 3 states: active, faded, and inactive. Daily logins keep Pyro active. Missing logins dim the flames, and staying away too long makes Pyro inactive. No worries though. Log back in and this little flamehead will jump right into action. Every login boosts Pyro's EXP. Keep it going and Pyro will level up from a tiny spark to the ultimate fire puncher. You can also unlock new looks and accessories to give Pyro នេះយើងគឺថាមាន accessory ដើម្បីឲ្យវាអញ្ចឹងណានេះពេលវាឡើង level 3គេយើងនឹងអាចយក item ផ្សេងៗឲ្យទៅសត្វនឹងបានណា even more heat. Presets will no longer be locked in once match phase. នេះកន្លែងនេះគឺថាយើងអាច up item ដូចនៅកន្លែងហ្នឹងគឺថាគេ update លុយខ្លាំងមែនទែនមួយ Free Fire អញ្ចឹងណានេះយើងអាចយក item ផ្សេងៗបានណាវាមានដូចជា skill ផ្សេងៗអញ្ចឹងនេះនិយាយទៅវាលុយខ្លាំងមែនទែនយើងមិនចាំបាច់ទៅដូរ skill ញ៉ៃទេគ្រាន់តែយើងចូល lobby មកយើងអាចយក skill យើងអាចចុចកន្លែងណាមួយដែលគេ update អញ្ចឹងណាខ្ញុំបាក់និយាយដែរកន្លែងហ្នឹងថាប្រហែល Free Fire ថាគេដាក់កន្លែងយើងចុចដើម្បីដូរ skill ផ្សេងៗដូច skill lock skill បាំង sky ហើយ skill ពីងអីចឹងណា Takes the lead. Even better, you'll be able to adjust them in the cabin or before the first CS round starts. However, you'll not be able to switch presets once you've used the loadout. Don't forget to tap the preset button to check out what presets your teammates are using before making your choice. In-match quick messages are now smarter and will suggest messages based on what's happening on the battlefield. Tap on the message នេះយើងកន្លែងការ update នេះគេថាគេមានសម្លេងឲ្យយើងអញ្ចឹងណាសម្លេងថ្មីឲ្យយើងអញ្ចឹងណា to send it out to teammates. Some messages will even auto-mark enemies on the mini-map for you. See a player with impressive stats at the end of a map? នេះកន្លែងនេះគឺថាវាពិតជាលុយខ្លាំងមែនតើយើងនេះយើងគឺយើងអាច invite គេចេញមក invite គេមកបានយើងតើមើលតើ You can now invite them to your team right from the match results page. នេះយើងកន្លែងនេះវាលុយថងហ្នឹងគ្នាគឺថាវាដូច invite យើងពេល invite គេហើយយើងឧទាហរណ៍អានេះ invite ធម្មតាខ្ញុំនិយាយពី invite ធម្មតា invite ធម្មតាហ្នឹងដូចឧទាហរណ៍ពេលខ្ញុំ invite ពេលគ្នាយើង invite ខ្ញុំហើយខ្ញុំត្រូវការគ្រីសហើយបើខ្ញុំត្រូវការ invite ម្ដងទៀតតែនេះយើង invite តែម្ដងទេគឺថាយើងអាចហៅខ្ញុំបានហ្មងវាលុយថងហ្នឹង Team invites are also smoother. If you accept a booking request while you're in a match, you'll join your friend's team as soon as your current match ends, so you'll never miss an invite again. We can't wait for you to try out for a smoother gaming experience. Try out the new frame rate boost feature. If your frame rate is set to high or above, open settings and enable this feature to enjoy crisper, smoother gameplay. If you love the competitive vibe, the new seat នេះកន្លែងនេះគឺថាគេមានជាមួយ skill band មួយ pick គ្នាពីលយខនតែខ្ញុំដឹងថាតើជំនួយរបស់វាគឺស្អីដែរជាមួយបន្តទៀតគ្នាថាប្រាប់គ្នាយើងបន្តជាមួយនឹងការលេង custom វាលយមែនតើយើងជាមួយ custom room updates are for you. Now you can choose a specific នេះយើងអាចយកទីតាំង clock tower យកអីក៏បានដែរគ្នាការ update មួយនេះវាពិតជាលយខ្លាំងមែនតើខ្ញុំនិយាយមិនឲ្យមេដៃមួយលយខ្លាំងតែហៀង map area for each round to get targeted practice. What's more, play and win like a pro with the new ban and pick mode. Complete with the new ban and pick feature, an esports styled CS store and ខ្ញុំកន្លែងនេះខ្ញុំគួរអស់ស្នៃមកគឺថា Free Fire បានកុប Mobile Legends នេះយើងឃើញអត់លយចឹងតែអូយើងដល់ពេលយូរទៅ Free Fire កម្មចាប់ដើមគឺការ copy Mobile Legends គឺយើងកន្លែងនេះខ្ញុំពិតជាទទួលយកការទេ Free Fire ទៅ copy Mobile Legends គឺយើងខ្ញុំមានអារម្មណ៍ដែរចំពោះថា Free Fire សុកគាត់ទៅ copy Mobile Legends យល់ថងនឹងដែរថា Free Fire គាត់ចង់មានន័យថាមិនចង់ឲ្យហ្គេមគាត់ល្អជាង Mobile ឬចង់មិនយើងគាត់ទៅ Free Fire ទៅ copy គេចឹងណាយល់ថងនឹងដែរតើបន្តទៀត play rules.
តអញ្ចឹងគឺថាវីដេអូនឹងមានតែប៉ុណ្្នឹងទេយើងគឺថាវីដេអូនេះរៀងមានកន្លែងមានកន្លែងលយជាច្រើនគ្នាយើងជាមួយទៅការអាប់ដេតវាលយតង់ណាវាលយប៉ុណ្ណាគ្នាយើងជាមួយទៅការទស្សនាទាំងអស់គ្នាទៅពេលការអាប់ដេតបានមកដល់គ្នាអូខេអញ្ចឹងវីដេអូយើងវាតែប៉ុណ្្នឹងដែរគ្នាយើងមិនតែចំពោះការអាប់ដេតមួយនេះយើងគិតថាវាលយតង់ណាអត់ថា Free Fire copy គេឬក៏មិនកុំភ្លេច comment ផងបាទអញ្ចឹងវីដេអូហ្នឹងមានការប៉ុណ្្នឹងទេយើងបាយបាយជួបគ្នានៅវីដេអូក្រោយ